ជំរាបសួរប្រិមិត្តជាទីគោរពហើយជាទីមេត្រីថ្ងៃនេះជាថ្ងៃទី22ខែ8ឆ្នាំ2026ខ្ញុំនឹងនាំអ្នកនរគ្នាទៅមើលទស្សនវិជ្ជានៅ Wall Street ដែលភាសាខ្មែរហៅថាផ្លូវថ្មើរជើងចាក់ទៅមុខហើយតាំងតែបើកដំណើរការជាច្រើនឆ្នាំមកនេះផ្លូវថ្មើរជើងចាក់ទៅមុខគឺនៅតែមានមនុស្សជាច្រើនអ៊ូអរតែគាត់តែងតែមកលេងកម្សាន្តរៀងរាល់ថ្ងៃសៅរ៍អាទិត្យហើយមិនតែប៉ុណ្ណោះទេគឺមានទស្សនវិជ្ជាច្រើនមែនទែនសម្រាប់អ្នកនរគ្នាមកទស្សនាជារៀងរាល់ថ្ងៃសៅរ៍អាទិត្យនេះផងដែរហើយសម្រាប់បងប្អូនដែលក៏ចង់មកហូបអាហារប្លែកៗអញ្ចឹងគឺមិនខំបំណងទេដែលបងប្អូនទាំងអស់គ្នាមក Walk Street នេះក្នុងកម្មវិធីបុណ្យគុំកំណើតចឹងឲ្យបងអូនស្រីតារាចម្រៀងជួយឧបត្ថម្ភឲ្យជួយគាត់ទៅជូនពរគាត់តិចឲ្យខាងនារីជូនពរទៅចាជូនពរឲ្យមានចាមាននឹងក្រុមគ្រួសារមានសុខភាពល្អនិងសម្រាប់ល្អចារទទួលទានមានបានហើយជាពិសេសចាផងប្រាថ្នាអ្វីសើបានសម្រេចដោយបំពេញព្រះបងជ្រៃនឹងពរនៅថ្ងៃនេះផងដែរគឺមានព្រះច័ន្ទស្អាតមែនទែនអ្នកគ្នាបូករួមជាមួយនឹងទិដ្ឋភាពតាមដងផ្លូវភ្លើងពណ៌គឺមើលទៅគឺស្រស់ស្អាតមែនទែនធ្វើឲ្យយើងមានភាព relax បើសិនជាអ្នកនរគ្នាធ្វើការនៅហត់អ្នកនរគ្នាអាចមក Walk Street ដើម្បីលំហើយបានហើយនៅទីនេះផងដែរគឺមានបងប្អូនជាច្រើនដែលគាត់បានធ្វើការជិះទូកដើម្បីលំហែកម្សាន្តស្រូបយកខ្យល់អាកាសពីទន្លេជាដើមអញ្ចឹងទៅยุวันนะสกัดกบเละจากไว้ตะทำเละตะวุ้งชงกาดุงไว้ส่งเอาเตวันนะบายกาสลาอ้อยบ่ออ้อยใจบ้านไอ้ส่งก็มาเมียนตกสอกโรกาสังไทยเราก็ได้ตัวเตียนเมียนบางการរៀងរាល់សប្តាហ៍តែងតែមានចបៃដងវែងដើម្បីដាក់បង្ហាញជាវប្បធម៌របស់ខ្មែរយើងឲ្យជនបរទេសគាត់បានស្គាល់ផងដែរហើយមិនថាប៉ុណ្ណោះទេមានទាំងបរទេសទាំងខ្មែរយើងគាត់នាំស្ដាប់សំណក់របស់គាត់នឹងមករត់លេងហើយសត្វមួយគឺគួរឲ្យស្រឡាញ់មែនទែនអ្នកនរគ្នាបាទហើយបើសិនជាសម្រាប់បងប្អូនដែលចង់ឃើញសេចស្អាតប្រុសស្អាតមិនបាច់ទៅណាឆ្ងាយទេមកតែ Walk Street ហ្នឹងគឺមើលចំណៃភ្នែកហ្នឹងមើលតាណាមិនអស់ទេបាទគឺសម្បូរណាស់ប្រុសស្អាតសេចស្អាតបាទកាប់បារាំងឬជួយមកសូចង់ដឹងកំតូនខាងណាព្រោះថ្ងៃណាមកតែខាងនេះបាទបងនេះក៏បងប្អូននេះក៏មកទៅដាក់បាទនៅទីនេះផងដែរគឺយើងឃើញថាមានបងប្អូនទាំងចាស់ទាំងក្មេងមិនថាយុវវ័យឬក៏ចំនួនណានោះទេគឺគាត់រីករាយចូលរួមនឹងការរាំនៅប្រពៃណីបុរាណមែនទែនបាទខ្ញុំសូមសរសើរមែនទែនដែលពួកគាត់មានន័យថាគាត់ផ្ដល់តម្លៃឲ្យបទប្រពៃណីរបស់យើងអញ្ចឹងណាបាទការចំណល់ខ្ញុំពីក្មេងវិញគឺបទបុរាណគឺអត់ចូលចិត្តតែម្ដងតតែបទញាក់កឆេកកឆោអីចឹងណាប៉ុន្តែគឺសម័យឥឡូវនេះគឺក្មេងជំនាន់ក្រោយគឺគាត់យល់ដឹងច្រើនមែនទែនសម្រាប់ការគ្រប់គ្រងនៅចង្វាក់បុរាណរបស់យើងបុរាណនៃវប្បធម៌របស់ខ្មែរយើងអញ្ចឹងទៅ
การจังมองบอลจ้าเจียวเซ่อยู่ไว้แต่มองนะอาจมาย้อนกล้าวมานาไม่บ้างปีกรมการเรียได้มีแต่หาการชูจ้าจังมันถ้าอาบการชูอาบกเคี้ยวอาบกซอยเจงอาอยู่โยบ้านยังการชูเด็ดกันคลายใครบันเทิงที่บองมีแต่บริการจังทุนไปเทียมเราเมื่อเมรุเอสAwal satu Jutrika Sampai Semuanya Praprasya Namaya Bandul Kiroi Namun kita dapat bukan kacau virus Semuanya dengan roh Terus ini akan siap hay bị công ca kia cha被ខ្លះអាចឲ្យពោឲ្យមីងចាពេលខ្លះក៏អាចហ៊ានយកតែយើងបានយកឲ្យទៅគាត់ក៏អរគុណយើងណាចាចឹងយើងទៅជួយបាទហើយដើរមកដល់មុខបន្តិចដែលចិត្តដល់វាំងហ្នឹងណាគឺមានមនុស្សច្រើនមែនទែនទាំងអស់គ្នាហើយក៏មានអ្នកដែលគាត់ច្រៀងលេងកម្សាន្តហើយមានអ្នកទស្សនានៅជុំវិញនឹងផងដែរប៉ុន្តែកន្លងពេលហ្នឹងខ្ញុំក៏បានឃើញលោកតាម្នាក់ដែលគាត់កំពុងអង្គុយលើស៊ីក្លូហើយមើលទៅគឺពិតជាគួរឲ្យណាស់មែនទែនអ្នកនរគ្នាគឺគាត់អង្គុយចាំភ្ញៀវដែលចាំហៅគាត់ជីចឹងណាហើយបើសិនជាបងប្អូនបានឃើញគាត់អីអាចជូនជាថវិកាឬក៏ហៅគាត់ធាក់ស៊ីក្លូទៅដើម្បីឲ្យគាត់មានចំណូលផងដែរណាគេចង់ឃើញតារាសក់ខ្មែររបស់យើងតារាល្បីៗអីអាចមក work state ទៅអាចនឹងជួបពួកគាត់ហើយវាជា content creator អីជាដើមពួកគាត់គឺតែងតែមកជាប្រចាំនៅទីនោះតែម្ដងហើយដូចជាថ្ងៃនេះដែរខ្ញុំក៏បានជួបជាមួយពូណមហើយនឹង content creator ផ្សេងៗទៀតតែខ្ញុំបានចូលទៅថៃគាត់ទេពួកខ្ញុំថាខ្ញុំអត់មិនមែនជាអ្នកល្បីអញ្ចឹងគឺខ្ញុំសំតែថតទេទីឲ្យបងប្អូនទស្សនានៅប៉ុណ្្នឹងថងប៉ុណ្្នឹងចឹងទៅចាំមកឲ្យយកសម្បត្តិពីរថាសុភមង្គលទីខាងមុខទៅចូលដែរក៏តែបងជួយដល់លេខតាមបន្តទៅមកយើងនេះបើបងប្អូនណាបានប្រាប់រំលឹកទេសូមតាមបងប្អូនសូមចាក្នុងស្កាយក្នុងការយកហើយជានេះផងដែរខ្ញុំក៏បានជួបជាមួយនឹង content creator ស្រីម្នាក់គាត់ពិតជាមានសំណខុសតាមមែនទែនអ្នកនរគ្នា ហើយនេះផងដែរគឺជាទស្សនវិជ្ជានៅទីក្រុងកោះពេជ្រ
គឺមើលទៅសត្វតាគារខ្ពស់ៗច្រើនមែនទែនអ្នកនរគ្នាហើយនេះជាការអភិវឌ្ឍនៅទីក្រុងភ្នំពេញសម្រាប់បងប្អូនដែលគាត់មិនធ្លាប់មកទីក្រុងភ្នំពេញសោះក៏អាចមើលវីដេអូនេះហើយមើលពីថាទីក្រុងភ្នំពេញរបស់យើងអភិវឌ្ឍដល់ណាហើយឥឡូវនេះគឺខ្ញុំកំពុងតែជិះទូកដើម្បីមើលជុំវិញទិដ្ឋភាពនៅទីក្រុងភ្នំពេញហើយនៅលើទូកគឺមានខ្យល់ត្រជាក់មែនទេគ្នាលហើយមើលទៅធ្វើឲ្យយើង relax លហើយស្លាស់ខួរក្បាលមកច្រើនមែនទែនហើយទិដ្ឋភាពដែលអ្នកនរគ្នាកំពុងតែឃើញពេលនេះគឺជាកោះនរាយើងបានជិះទូកមកដល់កោះនរាហើយកំពុងតែធ្វើការជិះត្រឡប់ទៅវិញហើយនោះគឺជាស្ពានឆ្លងទៅកោះនរាផងដែរសម្រាប់វីដេអូមួយនេះផងដែរគឺមានតែប៉ុណ្្នេះទេហើយខ្ញុំក៏សូមអរគុណអ្នកនរគ្នាមែនទែនដែលបានទស្សនាវីដេអូនេះដល់ចប់កុំភ្លេចជួយចុច Subscribe ហើយនឹងចុចបេះដូងហើយនឹង Comment ដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតឬក៏ចង់ខ្ញុំទៅទីតាំងណាមួយសូម Comment នៅខាងក្រោម